ពួកខ្ញុំឃើញបងប្អូនយើងបញ្ចំនួនទាំងនេះហើយគេថាខ្មែរយើងមកវាយគេវាយមានអ្នកខ្លះគេអួតថាមិនបាច់ចរចាមួយខ្មែរវាយចូលទៅដល់ភ្នំពេញហ្មងចាំដូរ4ខែអ្នកខ្លះគេថាវាយដល់1 ម៉ោងឯដល់ភ្នំពេញសាកមើលទៅសាកមើលទៅកុំប្រមាថឲ្យសោះអញ្ចឹងសម្រាប់ការប្រើប្រាស់មធ្យោបាយយោធាដើម្បីដាក់គំនាបមកកម្ពុជាហើយគំនាបស្អីគំនាបធំបំផុតគឺគេរករឿងតែយើងយករឿងហ្នឹងទៅ ICJ ដំបូងឡើយចោទប្រកាន់តែរឿងមុំបីដល់ក្រោយមកថាដោយសារកម្ពុជាយកទៅ ICJ កម្ពុជាឈប់ចរចាទ្វេភាគីបានគេត្រូវប្រើវិធានការបែបនេះដើម្បីដាក់គំនាបខ្ញុំសូមបញ្ជាក់អញ្ចេះកម្ពុជាទី1សម្រាប់ចរចាព្រំដែនជាមួយនឹងថៃគឺយើងនៅប្រកាន់ជំហរប្រើប្រាស់យន្តការទ្វេភាគីតាមគណៈកម្មការព្រំដែនបច្ចេកទេសដដែល800លើកលែងតែ4ចំណុចនេះទេដែលវាជាប់គាក់ដែលវាទៅបន្រួចកន្លែងណាដែលយើងធ្វើការដោះស្រាយបានឬមិនទាន់ជជែកគ្នានៅឡើយយើងនឹងនៅប្រើប្រាស់យន្តការនោះដើម្បីធ្វើការពួកវាគ្មានហេតុផលអីយក800 គីឡូម៉ែត្រយកទៅដាក់ឲ្យ ICJ អង្គុយវាស់ឲ្យយើងគេគ្មានពេលទេហើយក៏គេមិនទទួលដែរបើសិនភាគីដែលពាក់ព័ន្ធមិនខិតខំដោះស្រាយយកអាកន្លែងដែលមិនទាន់ជែកគ្នាផងទៅឲ្យគេដោះគេចាំតែទទួលទៅគេឲ្យយើងដោះសិនអស់លទ្ធភាពហើយឬមួយក៏មានលក្ខណៈពិសេសអីដោយកន្លែងនេះចិត្តវាយគ្នាទៀតហើយអានឹងបានយើងបញ្ជូនទៅចឹងបានរឿងគេស្អីណាលើកឡើងតាំងពីខែ2ខែអីខ្ញុំយើងនៅរក្សាចំពោះរហូតដល់ការសម្រេចចិត្តនៅថ្ងៃទី1ខែមិថុនាក្រោយពីខ្ញុំត្រឡប់មកពីព្រំដែនចុះពីកប៉ាល់ហោះមកពីជប៉ុនថ្ងៃ30ថ្ងៃ1ឡើងទៅវាយតម្លៃសភាពការគ្រប់យើងចេញមកហើយថ្ងៃទី2យើងដាក់តែម្ដងមិនមែនតែតំបន់មុំបីទេគឺតំបន់តាមាន់ធំតំបន់តូចតាកបីព្រោះរឿងស្មារតីជាតិនិយមបំផុសកន្លែងនោះហើយចាក់សោកន្លែងនោះរួចទៅហើយឥឡូវបើទាំងមេដឹកនាំនយោបាយមេដឹកនាំយោធានិងប្រជាពលរដ្ឋមួយចំនួនរបស់ថៃហើយបានត្រូវគេថាអានឹងជារបស់គេហើយអត់មានការចរចាតែចាំបាច់ចរចាស្អីទៀតវាស្មើអត់ទៅមុខទ្វេភាគីអញ្ចឹងក៏មកលួងចិត្តថាអានឹងនៅចរចាទ្វេភាគីបើមុនអ្នកឯងប្រកាសជានយោបាយជាផ្លូវការត្រឹមតែពួកប្រឆាំងនយោបាយមួយចំនួននៅក្នុងប្រទេសថៃនិយាយខ្ញុំអត់យកជាការទេប៉ុន្តែដល់មកប្រកាសហើយដាក់តបហើយបានន័យថាវាអស់ហើយចុងក្រោយគឺរហូតទៅដល់ទៅហៅអនុព័ន្ធយោធានៅលើពិភពលោកចេញគេថានៅប្រទេសថៃទៅប្រាប់ថាទេកម្ពុជារំលោភអធិបតេយ្យភាពដោយសារយើងចូលមកជ្រៀងលើកទង់ជ័យគ្មានពីណាទៅជ្រៀងលើកទង់ជ័យនៅមុំបីទេមានតែសម្ដៅទៅលើតំបន់ធំទាំងហើយនេះហើយបានន័យថាជានយោបាយគេចាក់សោទៅហើយចឹងឥឡូវបើសិនជាខាងភាគីថៃនយោបាយទាំងយោធាប្រាប់អញ្ចឹងតើគណៈកម្មការចរចាព្រំដែនថៃហ៊ានដកថយទេអត់ទេសំបីតែរដ្ឋាភិបាលខ្លួនឯងក៏មិនហ៊ានដកថយផងព្រោះទៅប្រាប់ប្រជាជនថាអានឹងរបស់ខ្លួនបាត់ហើយកម្ពុជាមិនទាន់ឈានដល់នឹងព្រោះយើងនៅទុកបើកច្រកដើម្បីយើងយកឱកាសដោះស្រាយរឿងនេះតាម JBC ប៉ុន្តែនៅពេលដែលចាក់សោហើយសំខាន់បំផុតហានិភ័យនៃការផ្ទុះអាវុធវាកើនឡើងបានជាយើងសម្រេចចិត្តទៅដើម្បីបង្កកបញ្ហានេះបាទព្រោះវាយគ្នាវាអត់ស្រួលទេវាឆេះទាំងអស់មិនត្រឹមតែបិទ8ម៉ោងទេจึงអាចបិទទាំងអស់តែម្ដងប្រជាពលរដ្ឋឆ្លុះគ្នាឥឡូវកម្ដៅរៀងខ្លួនបាទវារៀងនេះគឺជាស្មារតីនៃការទទួលខុសត្រូវរបស់យើងការឆ្លើយតបរបស់យើងអាដាមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិបងប្អូនបានស្ដាប់ប៉ុណ្ណេះយល់ហើយថាកម្ពុជាមិនមែនអ្នកបង្ករឿងទេហើយវិធានការដែលកម្ពុជាដាក់នេះគឺការឆ្លើយតបដើម្បីការពារឧត្តមប្រយោជន៍ជាតិនិងបូរណភាពទឹកដីត្រៀមលក្ខណៈតែប្រពន្ធកម្ពុជាមិនចង់បានដីអ្នកណា1 មីលីម៉ែត្រប៉ុន្តែក៏មិនអោយអ្នកឯងមកបំពេញ1 មីលីម៉ែត្របានដែរនេះជាការបដិញ្ញាចិត្តរបស់យើងហើយការគ្រប់គ្រងការវាយលុករបស់យើងវាយតបដើម្បីការពារឧត្តមប្រយោជន៍យើងធ្វើនៅលើសមរភូមិច្បាប់ទៅ ICJ កងទ័ពស្រួយរបស់យើង
សមរភូមិការទូតហើយប្រចាំបាច់សមរភូមិយោធាបាទ3មុខព្រួយនេះដែលយើងត្រូវធ្វើហើយសូមឲ្យកម្លាំងជាតិទាំងមូលនៅពីក្រោយទ័ពស្រួយរបស់យើងទាំង3មុខព្រួយនេះដើម្បីធ្វើការបាទសូមឲ្យមានការទុកចិត្តទៅលើរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្តទៅលើកងកម្លាំងប្រដាប់អាវុធរបស់យើងពីសមត្ថភាពនិងឆន្ទៈរបស់ពួកគាត់ឲ្យគាត់ប្រមូលផ្ដុំគំនិតផ្ដុំឆន្ទៈផ្ដុំអារម្មណ៍ដើម្បីត្រៀមការពារជាតិការពារទឹកដីរបស់យើងក្រុមចរចាច្បាប់របស់យើងដើម្បីរុញករណីនេះទៅ ICJ ការងារផ្សេងទៀតដែលយើងត្រូវធ្វើការទូតផ្សេងដើម្បីការពារអធិបតេយ្យភាពមុខមាត់ជាតិរបស់យើងពីការវាយបំផ្លាញការធ្វើសកម្មភាពណាប៉ុនប៉ងធ្វើបំបាក់មុខកម្ពុជានៅលើអន្តរជាតិបាទនេះគឺជាសមរភូមិ3ដែលយើងធ្វើបាទអញ្ចឹងសូមឲ្យមូលមតិគ្នាជាមួយគ្នាទាំងអស់មានការបង្កើតកន្លងទៅវាគ្រាន់តែដាក់លិខិតខ្ញុំប្រាប់ថាដល់ប្រតិកនត្រូវទៅមានគ្រប់ជំហានអាពេលលិខិតមុនបញ្ចេញត្រូវមានរូបភាពមន្ត្រីយើងទៅត្រូវអត់មានផ្ញើតាមប៉ុស្តិ៍តាមអ្នកណាទេជិះកប៉ាល់ហោះទៅចេញរបត់ប៉ាល់ហោះជិះទៅភ្លាមយកទៅឲ្យដល់ដៃទូតយើងយកទៅឲ្យផ្ទាល់ដើម្បីទទួលបញ្ជាក់ពីការច្បាស់លាស់របស់យើងព្រោះវាគ្មានហេតុផលអីត្រូវកម្ពុជាថយទេខ្ញុំសូមបញ្ជាក់ចំហរបស់កម្ពុជានៅតែមានអ្នកចោទចុះអាណាប្រកាន់ដៃក៏ផ្ញើកង់ក៏គេមានប្រកាន់ដៃដែរទៅអញ្ចឹងរឿងដឹកទៀតបង្កើតរឿងនៅក្នុងការនេះទាំងអស់យើងត្រូវគោរពនីតិវិធីរបស់តុលាការបើយើងចង់ឲ្យករណីរបស់យើងចង់បំផ្លាញករណីនេះយើងមិនបាច់គោរពវិធានយើងយកទៅដល់ប្រកាន់ដៃយើងមានលិខិតទទួលរបស់គេយើងមាននៅក្រសួងការបរទេសប៉ុន្តែ ICJ គេសុំហាមមិនអោយបង្ហាញអីដែលពាក់ព័ន្ធជាមួយមន្ត្រីគេទាំងរូបភាពមន្ត្រីឬឯកសារលិខិតស្នាមនៅក្នុងដំណាក់កាលនេះដែលពាក់ព័ន្ធពួកគេមិនចង់ឲ្យយកឯកសារពាក់ព័ន្ធរបស់គេមកធ្វើនយោបាយនៅប្រទេសណាមួយរឿងរបស់គេច្បាប់របស់គេចឹងសំបីតែនៅតុលាការរបស់យើងក៏ដែរក្នុងពេលដំណើរការនីតិវិធីបើហ៊ានតែមេធាវីកាន់ណាមួយបញ្ចេញឯកសារទៅឲ្យជាសាធារណៈអាចជាប់គុកអញ្ចឹងយើងត្រូវគោរពវិធានខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យបានជ្រាបថារាជរដ្ឋាភិបាលនឹងខិតខំធ្វើគណនេយ្យភាពនិងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងជំហាននៃការតតាំងនេះយើងបានគិតគូរអំពីការដាក់ជូនព័ត៌មានប៉ុន្តែយើងត្រូវតែគោរពនៅវិធានរបស់តុលាការ ICJ យើងមិនអាចរំលោភបំពានរាជរដ្ឋាភិបាលមានជំរើសពីរជំរើសទី1គឺយើងធ្វើការគណនេយ្យភាពនិងបង្ហាញប្រជាពលរដ្ឋយើងគ្រប់ព័ត៌មានគ្រប់ពេលវេលាទាំងអស់ដើម្បីឆ្លើយតបទៅនឹងការចង់បានចង់ដឹងដោយអន្តរសាររបស់បងប្អូនរបស់យើងដោយមិនគិតពីគោរពមិនគោរពវិធានរបស់ ICJ តុលាការទេអានឹងជំរើសទី1អញ្ចឹងប្រជាពលរដ្ឋយើងអ្នកអន្តរសារគឺចង់បានគ្រប់ជាហ៊ានដឹងប៉ុន្តែយើងអាចប្រឈមតុលាការគេអាចថាយើងមិនគោរពវិធានរបស់គេគេអាចមិនទទួលគេច្រប់គេឬមួយយ៉ាងម៉េចយើងពិបាកដើរទៅមុខពិបាកប្រឈមទី2យើងនឹងខិតខំធ្វើគណនេយ្យភាពនិងបញ្ជូនព័ត៌មានទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបានឲ្យបងប្អូនដឹងពីនីតិវិធីការរៀបចំជំហានរបស់យើងប៉ុន្តែយើងមិនអាចរំលោភទៅលើវិធានរបស់តុលាការដើម្បីយើងគោរពនៅនីតិវិធីពេលហ្នឹងបងប្អូនខ្លះអាចទះសារចោលប្រកាន់យើងទៅប្រឈមរឿងនេះប៉ុន្តែជំរើសមួយណាល្អជាងសម្រាប់កម្ពុជាយើងសុខចិត្តថាយកភាពជោគជ័យនៃនីតិវិធីតុលាការជាគោលទោះបីជាពេលខ្លះបងប្អូនខ្លះគាត់បំផុសទះសារតែយើងមិនអាចធ្វើនៅក្នុងពេលនេះនៅពេលដែលករណីនេះវាបញ្ចប់តុលាការគេនឹងបញ្ជាក់ហើយគេនឹងដាក់អានឹងនៅលើអនឡាញមើលទៅប៉ុន្តែក្នុងដំណាក់កាលដំបូងនេះសវត្ថិភាពនៃករណីនេះនិងភាពជោគជ័យរបស់យើង
ជាពិសេសការអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានរបស់ ICJ គឺជាអ្វីដែលកម្ពុជាត្រូវធ្វើនៅពេលដែលយើងខិតខំដើម្បីធ្វើឲ្យមានតម្លាភាពជាមួយប្រជាពលរដ្ឋហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងយោគយល់ផងបាទព្រោះបើសិនជាយើងស្អីក៏បញ្ចេញស្អីក៏បញ្ចេញទី1យើងមិនគោរពវិធានរបស់តុលាការអញ្ចឹងទីបំផុតបងប្អូនសប្បាយចិត្តតែទីបំផុតបងប្អូនកំពុងតែបំផ្លាញគេថាព្រៀបរបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតុលាការ ICJ អញ្ចឹងសម្រាប់កម្ពុជាយើងនឹងខិតខំអានឹងវាមិនខុសពីមេធាវីទេឧទាហរណ៍កាត់ក្តីរឿងមួយអញ្ចឹងចេញពីមកកំពុងតែដំណើរការនីតិវិធីចេញមកអ្នកកសែតសួរមេធាវីប្រាប់ខ្ញុំមើលគេនិយាយស្អីខ្លះណែឯងដាក់ភ័ស្តុតាងស្អីខ្លះឥឡូវហ្នឹងហ៊ានតែមេធាវីនឹងហ៊ានប្រាប់ភ្លាមគឺករណីអ្នកឯងនឹងអាចបញ្ហាភ្លាមអ្នកឯងជាប់ទោសភ្លាមព្រោះតុលាការគេហាមក្នុងដំណើរការអ្នកឯងមិនអាចអ្នកឯងអាចនិយាយទូទៅបានប្រាប់ថារឿងហ្នឹងវាយ៉ាងម៉េចប៉ុន្តែអ្នកឯងមិនអាចនិយាយលំអិតពីភ័ស្តុតាងបញ្ចេញឯកសារអីទេអានេះនីតិវិធីនៅស្រុកខ្មែររបស់យើងហ៊ានតែយើងចេញអាហ្នឹងភ្លាមមេធាវីនឹងចេញភ្លាមអត់គោរពវិធានការខាងក្នុងស្រុកគឺអាចប្រឈមភ្លាមបាទជួនកាលដាក់ភ័ស្តុតាងអីថ្មីទៅគេលែងទទួលតុលាការលែងទទួលព្រោះតែឯងអត់គោរពអញ្ចឹងកម្ពុជារបស់យើងតុលាការមួយមិនមែនកន្លែងផ្ញើកង់ទេណាហើយខ្ញុំជឿថាកន្លែងផ្ញើកង់ម៉ូតូក្លានណាក៏គេមានបទបញ្ជាដែរមិនបានន័យថាកតុយស្លឹករបស់អ្នកនឹងអ្នកណាក៏មកសុំមើលបានដែរទេត្រូវទេឃើញផ្ញើឡានមួយស្រាប់តែឃើញអ្នកនឹងដើរចេញរត់ទៅសួរខ្ញុំសុំមើលឡាននេះឡានម៉ាក់អីចាំតែគេឲ្យមើលគេអត់ស្គាល់ពីណាមកសួរខ្លាចប្លន់ខ្លាចអីអ្នកមកផ្ញើគេក៏មានបទបញ្ជាដែរដើម្បីគេធ្វើការបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ចេះហើយមានរឿងនេះខ្ញុំលើកជាទូទៅប៉ុន្តែមានអ្នកខ្លះគេបាតចិត្តថ្ងៃមុនគ្រាន់តែលើកឈ្មោះមួយនោះពុលទឹកមាត់វិលបាត់បាទគាត់ឯដំប៉ែនបណ្ណាចេញទៅបញ្យលបន្ថែមគេថាស្អីណៅគេត្រូវហើយរដ្ឋាភិបាលស្ដាប់ប្រជាពលរដ្ឋខ្ញុំទទួលរដ្ឋាភិបាលនឹងខិតខំបង្ហាញគណនេយ្យភាពគ្រប់បែបយ៉ាងប៉ុន្តែយើងមានព្រំដែនមួយគឺថាយើងមានកាតព្វកិច្ចនៅក្នុងការធ្វើយ៉ាងណាឲ្យករណីនេះអាចបានទៅមុខនឹងថែរក្សាឲ្យបានដោយមិនធ្វើឲ្យខុសបច្ចេកទេសនៅក្នុងឧទាហរណ៍ការមិនគោរពនៅវិធានអញ្ចឹងខ្ញុំសូមឲ្យបងប្អូនប៉ុន្តែខ្ញុំប្រាប់ឲ្យប្រាប់ទៀតជាជំហររបស់យើងទាំងបងប្អូនរបស់យើងទាំងទៅភាគីមួយទៀតហើយកាលពីម្សិលមួយថ្ងៃនេះមានប្រទេសមួយចង់ដើរតួជាអ្នកសម្របសម្រួលប្រទេស2 3ប៉ុន្តែអ្វីដែលគេមកចង់សម្របរួលគេថាធ្វើម៉េចឲ្យភាគីទាំងពីរសំណូមពររបស់ថៃថាសូមភាគីទាំងពីរចរចាគ្នាតាមទ្វេភាគីទៅកម្ពុជាបានប្រាប់ហើយថាម៉ោងស្មើនេះយើងមិនទាន់ទៅពឹងអ្នកណាគេទេយើងនៅលើកលែងតែ4ចំណុចទេគឺយើងនៅធ្វើការងារជាទ្វេភាគីដដែលទាំងរឿងព្រំដែនលើកលែងតែ4ចំណុចនេះទាំងរឿងសេដ្ឋកិច្ចរឿងកងទ័ពយើងនៅបើកច្រកដើម្បីចរចាទ្វេភាគីនេះប៉ុន្តែវាមានលក្ខខណ្ឌវាបញ្ជាក់បើសិនជាមានការផ្ទុះអាវុធយើងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិបច្ចុប្បន្ននេះយើងប្រើទ្វេភាគីទៅលើការដោះស្រាយបញ្ហារួមទាំងព្រំដែនលើកលែងតែ4ចំណុចដែលយើងពឹងទៅ ICJ ព្រោះវាផុតទៅហើយក្រៅពីនឹងយើងនៅធ្វើការឡើយមិនទាន់ដល់ពេលដែលចាំបាច់ត្រូវការអ្នកណាបោះទេប៉ុន្តែយើងក៏អរគុណចំពោះបងប្អូនប្រទេសដែលជីវិតព្រោះគ្មានពីណាចង់ឃើញនៅបញ្ហានោះទេខ្ញុំជួបជាមួយនឹងរដ្ឋមន្ត្រីទេសចរវប្បធម៌របស់ម៉ាឡេស៊ីកាលពី2-3ថ្ងៃមុនគាត់ក៏ថាសូមចង់ឃើញ
ប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីខ្ញុំថាត្រូវហើយកម្ពុជាឆ្អែតហើយសង្គ្រាមមិនចង់ទេនេះហើយគឺជាបញ្ហាមូលហេតុដែលកម្ពុជាយកអានេះទៅដោះស្រាយនៅ ICJ ដោយកាលម៉ាឡេស៊ីហើយនិងសិង្ហបុរីដោះស្រាយបញ្ហាកោះដែលមិនត្រូវគ្នាដូចចឹងប្តឹងពី79ឆ្នាំ79ដោះស្រាយចប់ដូចឆ្នាំ2000ជាង20ឆ្នាំជាងតែគេបានដោះស្រាយបញ្ហានេះនៅតុលាការ ICJ ដោយមិនពាក់ព័ន្ធទំនាក់ទំនងធំចឹងហើយបានជាកម្ពុជាព្យាយាមដោះស្រាយនេះដោយសន្តិវិធីជាជាងប្រើប្រាស់កម្លាំងបាយនៅចំណុចនេះព្រោះគេទាំងទាហានទាំងអីគេចាក់សោហើយមេភូមិពីពីរបស់ថៃប្រាប់ហើយថាបើចង់បានតវ៉ៃគ្នាអញ្ចឹងចំហរបស់គេចែកហើយសម្រាប់កម្ពុជាដោយសារយើងចង់បានសន្តិភាពបានថានិយាយគ្នាលែងរួចហើយព្រោះគេចង់តវ៉ៃគ្នាហើយគេបានថានៅរបស់គេហើយនៅពេលដែលយើងមិនមានការឯកភាពផងអានឹងនៅក្នុងដីយើងបើតាមផែនទីរបស់យើងអញ្ចឹងតទៅអ្នកទី3មកគឺ ICJ នេះសម្រាប់ករណីនេះប៉ុន្តែចំណុចផ្សេងទៀតគឺយើងនៅរក្សាទ្វេភាគីដែរខ្ញុំសូមឲ្យច្បាស់ជាបាទអញ្ចឹងយើងដោះស្រាយហើយដោះស្រាយទៀតនៅក្នុងបញ្ហានេះអញ្ចឹងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងកន្លងទៅកម្ពុជានឹងបន្តអភិក្រមបែបនេះគឺយើងនឹងខិតខំរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងរួមទាំងប្រទេសថៃទាំងអស់ដោយប្រើប្រាស់យន្តការកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងការទូតតាមគ្រប់វិស័យទាំងអស់ប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារអធិបតេយ្យភាពជាតិការពារដំប្រយោជន៍ជាតិរបស់យើងតាមគ្រប់វិធានការដែលយើងអាចធ្វើទៅបានមិនថាកម្លាំងបដាអាវុធឬមួយក៏វិធានការមួយចំនួនដូចជារឿងព្រំដែនរឿងសេដ្ឋកិច្ចដែលយើងចាំបាច់ត្រូវទៅធ្វើនេះគឺជាគោលការណ៍របស់យើងប៉ុន្តែយើងមិនបានដាក់គោលការណ៍នៅក្នុងការផ្ដាច់ឬបំផ្លាញទំនាក់ទំនងដែលមានរាប់សិបឆ្នាំមកហើយ70ឆ្នាំ75ឆ្នាំហើយ700ឆ្នាំហើយ3ពី4នៃមួយសតវត្សទៅហើយប៉ុន្តែយើងក៏មិនអោនយើងក៏មិនទន់ជ្រាយដល់ថាថ្នាក់ដល់អស់លោកមជ្ឈដួនមកជាប់ប្របាទយើងនោះដែរហើយយើងក៏មិនអោនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនោះទេប៉ុន្តែបើនិយាយពីផលប្រយោជន៍សេដ្ឋកិច្ចរវាងអ្នកទិញហើយអ្នកលក់តែអ្នកទិញឈប់ទិញអ្នកលក់វាខាតច្រើនជាងមិនមែនអំណោយទេខ្ញុំសូមនិយាយបើសើអ្នកផ្ដល់អំណោយអានឹងបានគេផ្ដាច់អំណោយយើងវាបាត់ផ្ដាច់ជំនួយដូចនៅកាហ្សាអីនោះបាទហើយនិយាយរឿងកាហ្សានេះខ្ញុំសូមបញ្ជាក់អញ្ចឹងប្រជាពលរដ្ឋយើងពិតណាស់យើងកំពុងប្រឈមបញ្ហាដោះស្រាយនៅក្នុងប្រទេសប៉ុន្តែប្រជាពលរដ្ឋយើងនៅកន្លែងណាដែលមានបញ្ហាយើងមិនចោលទេជាក់ស្ដែងនៅក្នុងពេលដែលកំពុងផ្ទុះអាវុធបាញ់ដាក់មីស៊ីលទៅវិញទៅមកនៅប្រទេសអ៊ីរ៉ង់ហើយនៅប្រទេសអ៊ីស្រាអែលរាជរដ្ឋាភិបាលទោះបីជាមិនបានប្រកាសតាមអនឡាញឬមួយស្អីក៏ដោយប៉ុន្តែក្រសួងការបរទេសរបស់យើងទូតរបស់យើងប្រចាំអ៊ីស្រាអែលដែលមាននិវេសនដ្ឋាននៅទូគីទូតរបស់យើងប្រចាំអ៊ីរ៉ង់ដែលមាននិវេសនដ្ឋាននៅឥណ្ឌាបានធ្វើការជាប់ជាប្រចាំក្រសួងកសិកម្មក្រសួងការបរទេសក្រសួងអប់រំស្ថាប័នមួយចំនួនដូចជាអគ្គចារកិច្ចយើងប្រតិកលាជាមួយនិស្សិតរបស់យើងប្រជាពលរដ្ឋយើងសួរសុខទុក្ខប្រចាំថ្ងៃអ្នកដែលយើងតាក់ទងបានហើយព្យាយាមតាក់ទងអ្នកផ្សេងទៀតដូចជាពិសេសនៅអ៊ីស្រាអែលតើគាត់មានបញ្ហាអីធ្វើការជាប្រចាំតើគាត់នៅក្នុងរង្វង់កន្លែងមានគ្រោះថ្នាក់អត់ដោយកាលពីវាយគ្នាពីឆ្នាំ2023នោះយើងធ្វើការជាប់តាមជាប់ជាប្រចាំទោះបីយើងមិនចលាចេញតែយើងធ្វើការកន្លែងណាដែលហានិភ័យចេញពីតំបន់ក្រហមតំបន់នេះយើងតាមជាប្រចាំអញ្ចឹងខ្ញុំសូមផ្ដាំទៅបងប្អូនប្រជាពលរដ្ឋដែលមានកូនមានក្មួយក៏ដូចជានិស្សិតរបស់យើងបងប្អូនយើងនៅប្រទេសអ៊ីរ៉ង់ឬមួយក៏នៅប្រទេសអ៊ីស្រាអែលថារាជរដ្ឋាភិបាលមិនបានចោលបងប្អូនទេហើយយើងនៅតាមបន្តតាមហើយក្រសួងការបរទេសបានជូនព័ត៌មានទៅហើយបើមានកិច្ចការអីសូមតាក់ទងទៅលេខនោះគឺទូតរបស់យើងនៅទូគីសម្រាប់នៅអ៊ីស្រាអែលនៅអ៊ីស្រាអែលចឹងហើយទូតរបស់យើងនៅ
ឥណ្ឌាដែលប្រចាំនៅអ៊ីរ៉ង់បាទសូមតាក់ទងយើងនឹងខិតខំទោះបីយើងអត់មានទូតនៅនោះយើងនឹងខិតខំសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានហើយសូមឲ្យបងប្អូនស្ដាប់អាជ្ញាធរមូលដ្ឋានណែនាំអាជ្ញាធរមូលដ្ឋានហើយខ្ញុំសូមអំពាវនាវឲ្យរដ្ឋបាលទាំងប្រទេសអ៊ីរ៉ង់ទាំងប្រទេសអ៊ីស្រាអែលសូមយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋពីបរទេសទៅនៅនោះរួមទាំងកម្ពុជាផងបាទនេះគឺជាអ្វីដែលយើងគិតគូរប្រជាពលរដ្ឋយើងនៅកន្លែងណាមិនថាតែនៅក្នុងប្រទេសនៅប្រទេសថៃឬមួយកន្លែងណានោះទេយើងយកចិត្តទុកដាក់គ្រប់ពេលមិនថាយើងជាប់ដៃនៅរឿងកន្លែងនេះទេតែយើងមិនភ្លេចប្រជាពលរដ្ឋយើងនោះទេនេះហើយរសជាតិសង្គ្រាមមិនល្អទេវាមិនមែនវាយតែប្រទេសនោះគ្រោះថ្នាក់វាគ្រោះថ្នាក់ដល់អ្នកដែលនៅក្នុងនោះទៀតអញ្ចឹងកម្ពុជាប្រកាន់ជំហរបែបនេះមិនរាថយមិនកែប្រែបាទនេះគឺជាសារសំខាន់ហើយយុវជនរបស់យើងនៅទីនេះដែលភាគច្រើនសិតតែជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នកងកម្លាំងប្រដាប់អាវុធក៏ដូចជានៅក្នុងវិស័យឯកជនផ្សេងក៏គួរតែយល់ដឹងហើយក៏សូមចូលរួមដើម្បីគ្រប់គ្រងហើយខ្ញុំសូមអរគុណណាស់នៅក្នុងមួយរយៈនេះឃើញចលនាគ្រប់គ្រងផលិតផលខ្មែរផ្សារមួយថ្ងៃឃើញគេបង្ហោះជីបម៉ុងទិញពីលពៅពីបងប្អូនរបស់យើងស្អីក្រសួងពាណិជ្ជកម្មចរចាបន្ថែមទៀតបងប្អូនយើងគ្រប់គ្រងអ្នកទិញអនឡាញផងទិញអីផងបាទគ្រប់គ្រងនេះហើយគឺស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាកនេះគឺជាការកែសម្បត្តិហើយរាជរដ្ឋាភិបាលក្រសួងជំនាញពាក់ព័ន្ធយើងបានសិក្សាត្រៀមលក្ខណៈរូបប៉ុន្តែពេលជាមួយគ្នាខ្ញុំបានឲ្យគោលការណ៍ហើយតាំងពីមុនរឿងនេះកើតឡើងទៅខិតខំធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពផ្ទៃក្នុងរបស់យើងធ្វើការធានាប្រផ្នែកណាមួយភ្ជាប់ទីផ្សារខាងក្នុងប្រទេសរបស់យើងកំពុងដង្ហើមខាងក្រៅច្រើនធ្វើពិពិធកម្មនេះហើយពិតណាស់យើងមិនអាចផលិត100មុខខ្លួនឯងទេជឿចុះគ្មានពីណាផលិតបន្លែ1000មុខ100មុខទេគ្រប់យើងត្រូវធ្វើពាណិជ្ជកម្មហើយប៉ុន្តែកុំភ្លេចទីផ្សារក្នុងស្រុកក៏ច្រើនធ្វើឲ្យច្រើនធានានៅក្នុងសល់ប្រមាណយើងនាំចេញដូចស្រូវអញ្ចឹងអង្គស្អីយើងផលិតហូបក្នុងស្រុកសល់ប្រមាណយើងចេញអត់មានចាំនាំឲ្យនាំមែននាំអង្គជប៉ុននាំអង្គបាស្មាទីដែលយើងមិនដាំតិចតួចប៉ុន្តែមិនមានរឿងយើងត្រៀមចាស់ការហើយបងប្អូនយើងបានដឹងហើយបាទបានយល់ហើយបានលឺហើយថ្ងៃមុនខ្ញុំឃើញបងប្អូនមួយដែលខ្ញុំលើកហើយសម្ដេចតេជោក៏បានបោះគាត់ថាឃើញតែគេជេរសម្ដេចតេជោពីមុនមកឃើញតែជើខ្ចីលុយគេធ្វើផ្លូវខ្ចីលុយគេធ្វើនេះជាពាក់គេវត្តក៏ឃើញតែឲ្យចិនមកធ្វើវិរិយអកិសនីធ្វើស្អីបាទអូយើងងាប់ហើយជាពាក់គេងាប់ហើយសួរថាយកមកធ្វើស្អីយកមកវិនិយោគទៅធ្វើហេដ្ឋារចនាសម្ព័ន្ធសមត្ថភាពផលិតផ្ទៃក្នុងរបស់យើងមិនថាភ្លើងមិនថាអ៊ីនធឺណិតយើងមិនទាន់មានសមត្ថភាពផ្ទៃក្នុងផលិតវិនិយោគយើងក៏ហៅស្វាគមន៍អ្នកក្រៅពីវិនិយោគតែយើងក៏លើកទឹកចិត្តរបស់យើងឥឡូវស៊ីម៉ង់ពីមុនពីដើមទីទៅយើងនាំចូលឥឡូវយើងផលិតខ្លួនឯងបាទផលិតផលស្អីច្រើនដែរអញ្ចឹងយើងត្រូវបង្កើនសមត្ថភាពឲ្យជួយហើយក្នុងពេលនេះខ្ញុំសូមឲ្យធ្វើម៉េចក្រសួងពាណិជ្ជកម្មមើលការគ្រប់គ្រងតម្លៃបាទការគ្រប់គ្រងផ្សេងព្រោះឥឡូវមកសាមិញយើងយកបិទវាចំពេលដែលប្រហែលគ្រាប់នៅអ៊ីរ៉ង់អាប្រេងវាឡើងលើពុំលោកតែត្រូវធ្វើយ៉ាងម៉េចអាណាកតាខាងក្រៅប៉ុន្តែកុំឲ្យកតាខាងក្នុងនៃកតាឆ្លៀតអាកាសហើយខ្ញុំសូមអំពាវនាវឲ្យបងប្អូនរបស់យើងដែលលក់បាទទាំងបន្លែទាំងផ្លែឈើអីនេះសូមប្រកាន់ធ្វើយ៉ាងណាកុំឆ្លៀតឱកាសកតាធម្មជាតិកតាចំណេញបានប៉ុន្តែបើសិនជាឆ្លៀតឱកាសថាគេបិទពីនោះដើម្បីតឡើងអីខ្ពស់យកចំណេញមកកប់យ៉ាប់ហើយបាទអានឹងដូចកាលសម្ដេចតេជោទៅជួបកងទ័ពឆ្នាំ2010មានហាងមួយនៅលងវែងកាទៀវគាត់លក់ឡើងមួយចានមួយថ្លៃជា3គេសួរថាមិនក៏លក់ថ្លៃម៉េះគាត់ថាកម្រកាលណាមុំសម្ដេចតេជោចុះមក
ចឹងកុំយកហេតុផលតាមកាលណាយើងវាយគ្នាម្ដងតឡើងកុំឲ្យសោះកុំឆ្លៀតយើងរួមគ្នាបាទហើយក្រសួងពាណិជ្ជកម្មគ្រប់គ្រងមើលតាមឲ្យជាប់ទាំងគុណភាពទាំងតម្លៃផ្សេងកុំឲ្យទៀតទេបាទការឆ្លៀតឱកាសផ្សេងការតម្លើងការឡើងដោយសារកត្តាផ្សេងពិតប្រាកដដូចជាប្រេងឡើងចុះកត្តាស្អីហ្នឹងត្រូវគ្រប់បញ្ជាប់បាទហើយខ្ញុំជឿថាបងប្អូនរបស់យើងមិនទេវាមានច្រើនតែប្រេងស្តុកអត់មានដាច់ស្តុកទេបាទយើងធានាការគិតគូរជាមួយថ្ងៃនេះអាយដាមកែវរតនៈជួបជាមួយនឹងក្រុមហ៊ុនផ្សេងទាំងអស់ធ្វើការយើងមិនមែនអត់ទៅសុំគេទីប៉ុន្តែយើងមានលទ្ធភាពតែនេះគឺជាមធ្យោបាយរយៈពេលខ្លីប៉ុន្តែអ្វីក៏ដោយវាត្រូវតែមានដំណោះស្រាយអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនៅបញ្ហាដែលកើតរយៈក្នុងពេលខ្លីនេះសូមកុំពង្រីកហួសព្រំដែនជាពិសេសការឈានទៅដល់ការបង្កើតរឿងដែលនាំឲ្យស្អប់គ្នាជាតិគ្នាបាទប្រជារដ្ឋថៃដែលរស់នៅក្នុងប្រទេសខ្មែរឃើញអ្នក TikTok មកគូនោះគាត់ល្បីប្តីថៃប្រពន្ធខ្មែរដល់ពេលគ្រាន់តែផ្ទុះគ្នាភ្លាមគាត់ចង់ភ័យមិនដឹងរត់ទៅណាឥឡូវបើអញ្ចឹងពីណារត់ទៅណាមានតែបែកគ្នាបើចង់នៅជាមួយគ្នាត្រូវតែនៅប្រទេសមួយហើយអញ្ចឹងកុំបង្កើតនៅអរិយភាពរវាងប្រជាជននិងប្រជាជនយូរមានកំណើនកម្ដៅនៅខាងប្រទេសថៃដែលគេចាប់ផ្ដើមវាយប្រហារពលករយើងចំនួនទៅទីនោះបើមានបញ្ហាបងប្អូនត្រឡប់មកវិញមកកម្ពុជាយើងស្វាគមន៍យើងនឹងរងចាំទទួលបាទអត់មានបញ្ហាអីទេបាទតាសុយនៅនេះនោះឥឡូវថ្ងៃណាមកទេហ៎ថ្ងៃ3លោកមុនមកបាទលោកថាអត់ហ៊ានទៅនោះទេខ្លាចគេអីណាគេសិតតឡើងមកកាត់ផ្ដាច់អត់ដឹងរឿងលោកមានសង្ឃិការយ៉ាងម៉េចអត្តន័យយ៉ាងម៉េចខ្ញុំមិនលោកទេរឿងកាត់នោះប៉ុន្តែអ្វីដែលសំខាន់លោកវាអសន្នលោកត្រូវការមកកម្ពុជាហើយកម្ពុជាខ្ញុំបានប្រកាសហើយគេលោកថាមកដល់យើងចាប់បញ្ជូនទៅណាអត់ទេអត់ចាប់ទេលោកចង់មុនទៅគង់នៅណាស្រែកទៅលោកអានឹងយើងអត់មានបិទសិទ្ធិសេរីភាពតែទទួលឲ្យបានអត់មានទៅណាទេបាទហើយតាមព្រំដែនប្រជាពលរដ្ឋនៅប្រទេសថៃខ្លះមានឯកសារខ្លះទៅយូរអត់ឯកសារអីទៅទូតមកកុងស៊ុលសម្រួលឲ្យគាត់មកហើយយើងឲ្យគាត់ចូលបាទកុំលំបាកឲ្យតែប្រជាជនខ្មែរយើងដែលត្រូវចូលបាទនេះគឺជាការគិតព្រោះអ្នកខ្លះឥឡូវគេស្រែកដេញខ្មែរអត់មានទៅវិញទៅបាទប៉ុន្តែចង់សាកមើលចង់សាកមើលប្រជាពលរដ្ឋខ្មែរមកតែកន្លះលានអ្នកមើលបាទអាដាមហេងសួររាយការណ៍មកឥឡូវគេមិនត្រឹមដេញខ្ញុំទៅស្ងប់ហើយតឡើងលើកទឹកចិត្តញើចិត្តថែមទៀតអញ្ចឹងស្រួលដែរដូចបានផលទាំងអស់គ្នាមិនត្រឹមតែខ្មែរបានផលទាំងអស់បាទកុំឌឺកម្ពុជាកុំមើលងាយកម្ពុជាសមត្ថភាពយើងមានគ្រប់គ្រាន់ហើយកម្ពុជាកុំភ្លេចថាប្រទេសនេះធ្លាប់ពីឆ្នាំ80ចេញមកបាតដៃទៅទេគេហុំព័ទ្ធគ្រប់ទិសសល់តែច្រកតិចតួចទេនៅរស់បានហើយទប់ជាមួយនឹងការវិលត្រឡប់នៃរបបខ្មែរក្រហមមកដល់ម៉ោងនេះហើយអត់មានទេហើយខ្ញុំចូលមើលនៅក្នុង comment អ្នកដែលចូល comment នៅខាងភាគីនោះគេថាខ្មែរប្រជាជនរដ្ឋយើងកុំថាខ្មែរដូច20ឆ្នាំមុនបានន័យថាប្រជាពលរដ្ឋយើងក៏ជឿទុកចិត្តជឿជាក់ហើយឥឡូវព្រមទទួលស្គាល់ថាអ្វីដែលយើងអភិវឌ្ឍទោះបីជាត្រូវការរិះគន់វាយប្រហារពីមជ្ឈដ្ឋាននយោបាយមួយចំនួនថាយើងខ្ចីអ្នកនេះឲ្យអ្នកនេះវិនិយោគក៏ដោយប៉ុន្តែផលជាក់ស្ដែងបានឃើញហើយគឺវាបង្កើននៅសមត្ថភាពរបស់កម្ពុជាក្នុងការមកចាស់ការឯករាជ្យភាពរបស់យើងក្នុងការធានានៅតម្រូវការរបស់ប្រជាជនយើងគ្រប់វិស័យរបស់យើងនេះគឺជាអ្វីដែលយុវជនរបស់យើងត្រូវបន្តធ្វើមកដល់ម៉ោងនេះយើងធ្វើបានប៉ុណ្ណេះថ្នាក់ដឹកនាំរបស់យើងដែលកសាងប្រទេស40ឆ្នាំ
គាត់បានកសាងនៅមូលដ្ឋានច្រើនណាស់ទុកឲ្យយើងដែលយើងមានការត្រូវបន្តថែរក្សាហើយពង្រីកសមត្ថភាពនេះឲ្យកាន់តែខ្លាំងថែមទៀតសម្រាប់អ្នកជំនាន់ក្រោយនេះគឺជាការដែលយើងត្រូវធ្វើយើងមិនចាំបាច់អួតប្រាប់អ្នកណាគេទេដល់ពេលយើងបង្ហាញទៅវាចប់ទៅហើយពិតណាស់នៅតាមផ្លូវនីមួយៗតាមជំហាននីមួយៗនឹងមានអ្នកយកដុំថ្មគប់អីហើយពេលខ្លះយើងមិនបាច់លោតចុះពីផ្លូវកិច្ចស្អីទេយើងដើរទៅដល់ទីតាំងកន្លែងនោះមួយទៅដល់គោលដៅរបស់យើងពេលនោះគឺសមិទ្ធផលជាក់ស្ដែងនឹងបង្ហាញនៅសច្ចភាពនៃការខិតខំរបស់យើងហើយបាទនេះគឺជាការពិតអញ្ចឹងម៉ោងស្មើនេះដែលរាជរដ្ឋាភិបាលរបស់យើងកងកម្លាំងប្រដាប់អាវុធរបស់យើងរួមជាមួយប្រជាជនយើងទូទាំងពិភពលោកមិនថាខ្មែរនៅក្នុងប្រទេសឬនៅក្រៅប្រទេសមូលមតិគ្នាគាំទ្រគ្នាស្រឡាញ់គ្នាទោះបីជាមានមួយចំនួនគាត់មានរឿងអីរឿងរបស់គាត់ចុះប៉ុន្តែកម្លាំងនៅមូលនេះខ្ញុំសូមឲ្យបងប្អូននៅរក្សាភាពមូលជាជាតិមួយរបស់យើងដែលជាខែលសំខាន់គេថាអីអាពាក្យស្អីក្មេងៗគេអាសាផោះតាមស្អីតែតាន់ហ៎តូចតែតាន់ហ៎តិចតែតាន់ហើយខ្ញុំមិនសូវច្បាស់តើសួរយុវជនមិនដឹងតែយើងនៅមូលជាមួយគ្នាទោះបីយើងប្រទេសតូចក៏គេមិនអាចបំបែកពួកអាហ្នឹងវាមាំធំទេធំតែសបកទេប្រយ័ត្នជុលអីបន្តិចវាបែកបាទហើយកុំយកអាធំហ្នឹងមកបុកជាមួយអាទូចវាអាទូចបុកធ្លាយដោយសារអាទូចនេះនៅមាំមូលមតិជាមួយគ្នាដូចយើងពេលបច្ចុប្បន្នខ្មែរយើងរួមគ្នានៅក្នុងបុព្វហេតុការពារជាតិការពារទឹកដីការពារឧត្តមប្រយោជន៍និងកិត្តិយសជាតិរបស់យើងនេះគឺជាអ្វីដែលយើងត្រូវការថ្ងៃនេះខ្ញុំសូមលើករឿងប៉ុណ្ណឹងពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងយុវជនអត់ដាច់ទេប្រតិបត្តិផ្ទាល់នៅទីនេះនៅលើនេះបូកជាមួយនឹងជាតំណាងនៃជាតិខ្មែរយើងនៃជំនាន់ក្រោយរបស់យើងត្រូវដឹងពីស្ថានភាពប្រទេសជាតិត្រូវយល់អំពីការខិតខំប្រឹងប្រែងការរួមគ្នារបស់យើងគឺយើងដើរផ្លូវត្រូវពេលដែលបងប្អូនយើងយល់ហើយការព្យាយាមបំពុលអីផ្សេងវាលែងទៅរួចហើយនេះគឺជាការចាំបាច់ទៅក្នុងការប្រយុទ្ធតែទោះជាធ្វើយ៉ាងណាស្អីមកយ៉ាងណាខ្យល់មកបក់ពេលណាក៏ដោយស្អីក៏ដោយសម្រាប់កម្ពុជាសម្រាប់រដ្ឋាភិបាលរបស់យើងសម្រាប់កងទ័ពរបស់យើងគឺយើងមិនត្រូវខ្ទាតចេញពីផ្លូវដែលយើងដើរនោះទេដើរគឺផ្លូវត្រូវនៅក្នុងការថែរក្សាសន្តិភាពស្ថិរភាពបូរណភាពទឹកដីឧត្តមប្រយោជន៍ជាតិរបស់យើងដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការច្បាប់ ICJ អត់ដកថយបូកជាមួយនឹងការខិតខំការពារនៅស្មារតីជាតិនិងស្មារតីឯកភាពជាតិរបស់យើងនេះបើយើងដាក់ជាមួយគ្នានៅពេលនេះលើសខ្វះអីបន្តិចតួចបញ្ហាអីបន្តិចតួចគឺយើងរួមគ្នាដោយយើងរឿងបិទពេកការនេះបងប្អូនក្រុមហ៊ុនប្រេងគាត់ដឹងតែគាត់មានការត្រូវកែសម្រួលភ្លាមប៉ុន្តែគាត់អត់លូទេគាត់ថាធ្វើម៉េចដើម្បីការពារជាតិរបស់យើងគាត់យល់ថារាជរដ្ឋាភិបាលទៅធ្វើដើម្បីកុំឲ្យគេប្រើជាអាវុធដើម្បីគំរាមធ្វើយើងដើម្បីបង្ហាញអំពីសមត្ថភាពយើងហើយក៏ជាការសាកល្បងនៃសមត្ថភាពនៅក្នុងការឆ្លើយតបទៅនឹងហានិភ័យផ្សេងៗរបស់កម្ពុជាអញ្ចឹងហើយខ្ញុំសូមអរគុណណាស់ទៅដល់បងប្អូនក្រុមហ៊ុនទាំងក្រុមហ៊ុនអគ្គិសនីទាំងក្រុមហ៊ុនអ៊ីនធឺណិតទាំងក្រុមហ៊ុនប្រេងនិងអ្នកដែលប៉ះពាល់ពីការបិទច្រកជាពិសេសចាប់ផ្ដើមដោយឯកតោភាគីរបស់ថៃសូមយល់ហើយសូមអរគុណណាស់ហើយយើងសង្ឃឹមថាបញ្ហានេះនឹងដោះស្រាយបានឆាប់ប៉ុន្តែសោធ្លាក់នៅលើដៃខាងទៅហើយ
តើគេចាក់ពេលណារឿងពេលនោះកម្ពុជាកំដរគ្រប់ពេលបាទអ្នកឯងចាក់សោក៏ខ្ញុំមិនស្លាប់ដែរបាទចាក់តែទ្វារមួយនឹងខ្នេះមកប្រេងពីសិង្ហបុរីអ៊ីនធឺណិតក្នុងស្រុកភ្លើងក្នុងវិរិយអគិសនី7រោងចក្រប្រមាណថែមទៀតឥឡូវខ្ញុំទឹមសញ្ញេដើមច្រាំ23គម្រោងទៀតគឺប្រព័ន្ធសូឡាហើយនឹងដង្ហើស្អីអញ្ចឹងបានន័យថាថ្ងៃនេះយើងមានសមត្ថភាពប៉ុណ្ណេះនៅក្នុងរយៈពេលប្រហែលឆ្នាំខាងមុខទៀតប្រព័ន្ធនេះនឹងកើនយើងកាន់តែមានសបោសបាយគេថាថែមទៀតនៅសមត្ថភាពធានាខ្លួនឯងបាទនេះគឺជាការហើយពេលខ្លះគឺពេលលំបាកនេះហើយដែលពង្រឹងបង្រួមកម្លាំងជាតិរបស់យើងជាមួយគ្នាអញ្ចឹងខ្ញុំសូមអរគុណណាស់ចំពោះការផ្ដល់ឱកាសឲ្យខ្ញុំនៅថ្ងៃនេះបាទ